សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីការសេរី graphic នៅក្នុងទូរស័ព្ទចំពោះ game Web Mid ភាសាមានមិត្តគុណជំទាំងអស់គ្នាគាត់សួរច្រើនទាក់ទងទៅនឹងការសេរី graphic ព្រោះពេលខ្លះទូរស័ព្ទគាត់អត់រួចឬក៏ទូរស័ព្ទគាត់អូសរួចគាត់ចង់ដាក់ graphic ឲ្យខ្ពស់អញ្ចឹងជាដំបូងយើងត្រូវចូលក្នុង game ហើយយើងសង្កេតទៅមើលខាងស្ដាំដៃខាងលើហ្នឹងយើងចុចមួយមកតមកយើងយករូបគុណសោ setting តមកយើងជ្រើសយកប្លង់ទី3យើងរំ1 2 3ហើយខាងលើនេះគឺជាការសេរី color ពណ៌ខ្ញុំចង់បានពណ៌សបែបពពកអញ្ចឹងសេរីទៅឬចង់បានរបៀបស្លឹកឈើនៅក្នុងរូងភ្នំ color បែកជាគុំស័យអានេះជាពណ៌ color អញ្ចឹងប្រហែលអាចសេរីបានទៅតាមហ្នឹងខ្ញុំយកនេះទៅហើយយើងអូសចូលមកខំតិចមកនេះបន្ទាត់មួយនេះគឺតាក់ទងទៅនឹងការសេរី graphic អញ្ចឹងរបស់ខ្ញុំហ្នឹងគឺបន្ទាត់ក្រហមខ្លាំងអញ្ចឹងខ្ញុំសេរីឲ្យវាដើររលូនខ្ញុំយកជម្រើសទី1មកជម្រើស graphic ទាបខាងក្រោមទាបបំផុតទី2ហ្នឹងមធ្យមទី3ហ្នឹងបង្គួរហើយទី4ហ្នឹងគឺល្អខ្លាំងអញ្ចឹងនៅពេលដែលខ្ញុំដាក់ល្អខ្លាំង graphic វាឡើងក្រហមខ្លាំងហើយអាក្រោមគេបង្អស់ហ្នឹងគឺ graphic វារត់ចុះឡើងនៅពេលដែលទូរស័ព្ទយើងអត់រួចតែជាទូទៅយើងដាក់ឲ្យវាចេញពណ៌បៃតងទៅយើងលេង smooth ចាឥឡូវខ្ញុំសាកដាក់ខ្លាំងហើយបាត់ game mode 165ខ្ញុំសាកចុចមើលវាមិនដែរនេះ graphic high ខ្ពស់បំផុតហើយ graphic នេះចឹងវីដេអូមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាត្រូវការដាក់លុយឬក៏ត្រូវការ account អីអាចតាក់ទងមកខ្ញុំបានអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ